មុនខ្ញុំអាសាហៀពីមុនបងមានបញ្ហាសារៀកចាបាទអូញ៉ាំទឹកនឹងទៅលេងអីហើយនិយាយទៅដឹងថាវាល្អជាងមុនវាអត់ទៅរៀកដូចមុនហើយសុខភាពយើងនិយាយទៅមកផ្ទះខ្ញុំឲ្យផឹកទាំងអស់ពីមុនណាខ្ញុំទៅទិញទឹកគេចូលកន្លែងលក់ដូរខ្ញុំទិញទឹកគេឥឡូវអត់ទេខ្ញុំយកកណ្ដងមកច្រកយកទៅបាទយកកណ្ដងច្រកទៅបានទៀតអូចំណេញច្រើនមែនតើអញ្ចឹងបាទដល់ពេលអញ្ចឹងនិយាយទៅកាត់បន្ថយលុយទី1កាត់បន្ថយលុយនឹងហ្មងហ្នឹងហើយពីមុនខ្ញុំទិញទឹកសតគេផឹករហូតដល់ពេលទៅខ្ញុំឃើញបងឯងផ្សាយវីដេអូបាទនិយាយថាវាល្អអីថាឃើញនិយាយទៅបងឯងនិយាយអញ្ចឹងទៅខ្ញុំចង់សាកដែរបងខាងហ្នឹងនៅភូមិទី2ឃុំកំពង់ទ្រាស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបាទឃុំកំពង់ទ្រាស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបងប្អូនបាទបងកំងធំចម្រោះទឹកសុខភាព PV នេះរយៈពេលប្រហែលដែរហើយមួយឆ្នាំទៅបងចិត្តមួយឆ្នាំហើយចិត្តមួយឆ្នាំហើយបាទអូចិត្តមួយឆ្នាំហើយថ្ងៃហ្នឹងកំងជុតតម្រងបដូរផងដែរបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំបានឆ្លងកាត់នៅទីនេះដោយសារតែត្រូវទៅខាងកចេះផងអញ្ចឹងហើយក៏បានសូមអនុញ្ញាតបងស្រីដើម្បីចុះជួបដើម្បីឲ្យបងបានចែករំលែកអំពីអត្ថប្រយោជន៍បន្ទាប់ពីបងបានប្រើប្រាស់ឬថាបងទទួលបានអត្ថប្រយោជន៍ល្អជាច្រើនបាទអញ្ចឹងបងអាចចែករំលែកបន្តិចបានទេបងបន្ទាប់ពីបងបានញ៉ាំទឹកចម្រោះនេះមករយៈមកពេលហើយនិយាយទៅយើងគិតពីសុខភាពយើងដែរបាទគ្រូសាខ្ញុំនិយាយទៅអស់ហូបទឹកច្រើនបាទហូបទឹកច្រើននិយាយទៅគេផ្សាយថាឲ្យយើងហូបទឹកច្រើនអញ្ចឹងដល់ពេលក្នុងពេលខ្លះមួយថ្ងៃខ្ញុំទិញទឹក1លីត្រកន្លះ1លីត្រកន្លះបាទពីអញ្ចឹងទៅឲ្យគ្នាច្រើនគិតទាំងហើយទិញទាំងកេះទុកដល់ពេលគិតលុយអស់ច្រើននេះអស់តែម្ដងស្រេចហ្មងបាទនេះមួយឆ្នាំហើយទុំដូរតម្រងទៀតមិនអញ្ចឹងណាហើយយកមកច្រោះជាមួយទឹកអីដែរបងទឹកគីឡូយើងបាទអូហើយដល់ពេលបានប្រើអញ្ចឹងមករយៈមកហើយបើសិនពីបញ្ហាសុខភាពវិញបងមិនដែរប្រៀបធៀបការបងញ៉ាំទឹកពីមុននិងទឹកចម្រោះហ្នឹងមិនដែរបងលេងថ្លៃណាតម្លៃប៉ុណ្ណឹងអត់ថ្លៃទេបាទអញ្ចឹងថ្ងៃនេះបានមកដល់ផ្ទាល់ហើយបងអញ្ចឹងបងនឹងបានឃើញផ្ទាល់តែម្ដងថាហេតុអីបន្ទាប់ពីបងបានពិសាទឹកចម្រោះនេះហើយបងអត់រៀកអត់អីដូចបងញ៉ាំទឹកនៅខាងក្រៅទេពីព្រោះធុងចម្រោះទឹកសុខភាព PV គឺយើងអាចចម្រោះនិងចម្រាញ់ទឹកបានកម្រិតអាល់កាឡាំងបែបធម្មជាតិបងទឹកអាល់កាឡាំងធម្មជាតិខុសពីទឹកអាល់កាឡាំងដែលប្រើថាមពលភ្លើងក្នុងការបំលែងនៅពេលដែលបងញ៉ាំជាប្រចាំទៅបងនឹងសង្កេតឃើញដូចបងថាបងដឹងថាវាល្អមែនទេបងបាទអូខេអញ្ចឹងខ្ញុំនឹងមានធ្វើការតេស្តពិសោធន៍ជូនដោយសារតែដូចបងឃើញក្នុងវីដេអូអញ្ចឹងបងណាបាទនេះទឹកពីខាងក្រៅទេបងអាចជួយបើកតិចមកបាទពីដបនេះមកបាទដើម្បីប្រៀបធៀបដូចតែបងឃើញការផ្សព្វផ្សាយអញ្ចឹងបាទបើសិនជារៀងលឿងបាទបានន័យថាវាមិនសូវមានអាល់កាឡាំងអញ្ចឹងណាបងយើងអត់គួរញ៉ាំជាប្រចាំទេបាទហ្នឹងណាចាក់ឲ្យបានបងទៅនោះបាទអូខេអញ្ចឹងជាមួយទឹកពិសោធន៍នេះបងណាបាទអញ្ចឹងយើងមើលទឹកនៅលើទីផ្សារពី3មុខនេះសិនមកបាទនេះកុំឲ្យច្រឡំគ្នាបងអូខេអញ្ចឹងយើងមើលទៅបាទខ្ញុំដាក់ឲ្យចំកោតែម្ដងបាទស្តៀងគ្នាទេបងស្តៀងគ្នាបាទអានេះបងច្រោះតែជាមួយទឹកគីឡូទេមែនអត់បាទចាំមើលបាទបងឃើញទេបងបាទនេះមកផ្ទាល់ល្អណាស់បងខុសគ្នាឆ្ងាយណាស់បាទខុសគ្នាឆ្ងាយមែនតើគាត់ចង់ដឹងម៉ែខ្ញុំគាត់ចង់ដឹងចាអាហ្នឹងពណ៌ហ្នឹងវាសម្គាល់មិនវាល្អបាទពណ៌ហ្នឹងគេហៅថាទឹកដែលមានកម្រិតអាល់កាឡាំងដែលសម្បូរទៅដោយសារធាតុចិញ្ចឹមហើយតែបងបាទ8ចុចហើយបាទអញ្ចឹងឃើញថាល្អណាស់យើងញ៉ាំទៅវាជួយសម្រួលដល់សម្ពាធឈាមកាត់បន្ថយជាតិអាស៊ីតនៅក្នុងខ្លួនបាទធ្វើឲ្យយើងមានកម្លាំងស្បែកមានសំណើមមិនសូវវិលមុខប៉ុកខ្យល់អីទេបាទល្អគេហៅថាទឹកអាល់កាឡាំងបាទមានកម្រិតមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អញ្ចឹងណាបងបាទអញ្ចឹងហើយបានសូម្បីតែបងស្រីដែលគាត់ពិសាទឹកមុនមកអាសាឈឺពោះឈឺអីបាទញ៉ាំទឹកអីគាត់ត្រូវដែរបាទប៉ុន្តែដល់ពេលបានញ៉ាំទឹកនេះទៅគាត់ថាដឹងហ្មងថាវាល្អបាទអូខេអញ្ចឹងមកដល់ពិតជាក់ស្ដែងហីបងណោះបាទអញ្ចឹងបើសិនជាមានបងប្អូនមានចំណាប់អារម្មណ៍អីបាទជួយផ្សព្វផ្សាយផងខ្ញុំសួរបងដែលខ្ញុំឆានថាចេះបងខ្ញុំចង់ដឹងថាទឹកនឹងល្អបងឯងចាំផ្ញើអាទឹកបតក់ក៏ថាបងអត់ទេចាំក្រុមការងារមកហ្មងថាអញ្ចឹងការមកបាទអញ្ចឹងចាំប្រាប់គាត់ទៅមកដល់ផ្ទាល់ហើយបាទហ្នឹងហើយបាទអញ្ចឹងសម្រាប់ថ្ងៃហ្នឹងក៏សូមថ្លែងអំណរគុណបងណាដែលបានអនុញ្ញាតបាទអរគុណមកអ៊ំផងដែរបាទអរគុណច្រើនបងប្អូនអរគ្នា